ស៊ុនអូខុងផ្លែផ្កានៃការសង្រួមនេះមិនងាយនឹងទទួលបានឡើយចូលគិតច្បាស់ទៅប្រសិនបើពន្លឺមាសដ៏ត្រចះត្រចង់នេះបានសម្លាប់មនុស្សអស់ជាច្រើននោះកុំបន្ទោសខ្ញុំឲ្យសោះឲ្យល្អណាស់ហ្វូស៊ូជាងចុះចាញ់ទៅចុះកន្លែងនេះគឺជាល្បិចដែលឋានស៊ូនិងភ្នំលឹងសានរៀបចំឡើងអ្នកទាំងអស់គ្នាដឹងរឿងនេះយូរហើយមែនទេកុំខ្លាចអីខ្ញុំគឺជាកូនសិស្សរបស់មហាវីរបុរស